បាទដែលជាការជួបគ្នារវាង Manchester City បាទជាមួយនឹង Brentford Manchester City បន្ទាប់ពីការផ្លាត់ចាញ់បាទជាមួយនឹងបាទស្គរតាំងម៉ែ Everton នៅលទ្ធផល3-3នោះធ្វើឲ្យស្មើគ្នាបាទជាមួយនឹង Everton នៅលទ្ធផល3-3នេះធ្វើឲ្យលោក Pep Guardiola ក៏ដូចជាកីឡាករក៏ដូចជាអ្នកគាំទ្រកំពុងតែមានអារម្មណ៍មួយថាភ័យអណាពីព្រោះតែការដែលផ្លាត់ស្មើបាទជាមួយនឹង Everton នោះគឺធ្វើឲ្យបន្ទុកបាទរបស់ Arsenal នោះគឺដាច់បន្ទុកលើ Man City បាទក្នុងករណីបាទ Man City បាទយកឈ្នះទៅលើ Brentford ក៏ដូចជាការប្រកួតរបស់ Man City ដែលនៅសេសសល់បើយើងនិយាយថាបន្ទាប់ពីជួបជាមួយនឹង Brentford ហើយ Man City ត្រូវជួបជាមួយនឹង Crystal Palace បាទហើយត្រូវជួបជាមួយនឹងបាទ Chelsea នៅក្នុងពានរង្វាន់ FA Cup វគ្គ Final ត្រូវជួបជាមួយនឹង Bournemouth បាទហើយក៏ដូចជាជួបជាមួយនឹង Aston Villa នៅក្នុងកីឡដ្ឋាន Etihad Stadium របស់ខ្លួនអញ្ចឹងអាការប្រកួតចុងក្រោយរដូវកាលនេះគឺធ្ងន់មែនទែនគឺប៉ះ Aston ស្រួលផ្លត់ប៉ះជាមួយនឹង Aston ផ្លត់ស្មើឬក៏ចាញ់ Aston ទៀតគឺបញ្ហាធំហើយតាន់បាទតាន់ណាបាទជាមួយនឹង Bournemouth គាត់ធ្វើថាមិនបានដែរបើ Bournemouth កំពុងឡើងជើងបាទហើយបាទ Crystal គាត់ថាមិនអាចថាស្រួលពេកទេបាទសម្រាប់លោក Pep អញ្ចឹងខ្ញុំគិតថាការប្រកួតនៅសេសសល់របស់លោក Pep ជាពិសេសគឺមិនឆ្លងឲ្យបានផុតជាមួយនឹង Brentford សិនទៅបាទនៅក្នុងរាត្រីនេះបាទដែលជាជំនួបជួបគ្នានៅវេលាម៉ោង 11:30 នាទីបាទដូច្នេះបើនិយាយពី Man City ឱកាសនៅក្នុងការប្រកួតប្រជែងពីរង្វាន់ Premier League នៅតែមានអញ្ចឹងពីព្រោះមិនទាន់ចាប់រដូវកាលទេបងប្អូនអ្នកគ្រប់គ្រង Man City កំណត់អភ័យសក់3ប្រកួតបាទហើយវល់តែចេះសកាវល់តែ Arsenal ផ្លត់ស្បាវវិញបាទអានោះគឺរឿងវាទៅកាន់តែការអូវឡាយការជជែកវិញឯងកាន់តែច្រើនទៀតអូវឡាយអធិស្ឋានបងប្អូនអូវឡាយវែងមើលរឿងភាគឥណ្ឌាបាទគេនិយាយថាMan City ពេលដែលការប្រកួតលើកមុនបាទ Arsenal គេថាកំទាន់អាអបាទហើយអ្នកគ្រប់គ្រងរបស់ Arsenal កំទាន់អាភ័យបាទឥឡូវគេបដូរពាក្យមកវិញហើយអ្នកគ្រប់គ្រងរបស់ Man City កំទាន់អាអបាទអ្នកគ្រប់គ្រងរបស់ Arsenal កំទាន់អាភ័យអញ្ចឹងបើយើងនិយាយពី Man City នេះចាប់ដើមភ័យវិញនេះពីព្រោះតែការដែលស្មើជាមួយនឹង Everton ធ្វើឲ្យបន្ទុកបាទរបស់ខ្លួនបានតែមួយបន្ទុកពី Everton ហ្នឹងបាទអញ្ចឹងក្នុងករណីបើសិនបើ Arsenal អាចយកឈ្នះទៅលើការប្រកួតផ្សេងបើយើងនិយាយទៅគឺសម្រាប់ Arsenal គេបានយកឈ្នះទៅលើ Atletico Madrid បាទនៅក្នុងជើងទី2បាទហើយបានឡើងទៅវគ្គ Final UEFA Champions League ហើយបាទរងចាំតែជាវគ្គដៃព្រាត់ទេដឹងថាតើជោគវាសនារបស់ខ្លួននឹងត្រូវយ៉ាងណាទេបាទហើយបើនិយាយពីការប្រកួតនៅក្នុង League របស់អង់គ្លេសវិញណែបាទជួបជាមួយនឹងកឡូម៉ាល្មមដូចជា West Ham នៅក្នុងតំបន់គេចោលអញ្ចឹងមានន័យថាដូចជាមិនពិបាកទេបើសម្រាប់ Arsenal ណាប៉ះជាមួយណាទៀត Burnley បាទនៅក្នុងតំបន់កាត់ចោលរួចចុងក្រោយប៉ះជាមួយនឹងបាទ Crystal បាទប៉ះជាមួយ Crystal អញ្ចឹងមានន័យថាអ៊ីងតាន់ដែរ Crystal បាទ Crystal អ៊ីងតាន់តិចក៏ណាប៉ុន្តែបើពីប្រកួតបាទរបស់ Arsenal ប៉ះ West Ham និងប៉ះ Burnley នេះដូចជាមិនពិបាកទេបាទអាចថាមកល្មមហូបអញ្ចឹងបើក្នុងករណីថាArsenal អាចយកឈ្នះការប្រកួត2ប្រកួតនេះហើយចាំអ៊ុតជាមួយនឹង Crystal ប្រកួតចុងក្រោយហើយ Man City បាទត្រូវអ៊ុតជាមួយនឹងការប្រកួតផ្សេងទៀតណាអញ្ចឹងអារម្មណ៍នៅក្នុងការគ្រប់គ្រងបាទរបស់ក្លឹបទាំងពីរទាំង Man City ទាំង Arsenal នេះគឺថាតានតឹងមែនទែនណាមិនទាន់អាចនិយាយបានថាសុវត្ថិភាពទេបើសម្រាប់ Arsenal ឥឡូវយើងនិយាយសម្រាប់ Man City វិញកុំឲ្យថាបងប្អូនហ្នឹងនិយាយថា Arsenal អញ្ចឹងគាត់ថា Arsenal ហ្នឹងដូចជាខ្លាចជាម្ចាស់ជើងឯងទៅហើយអញ្ចឹងអត់ទេបងប្អូនបើនិយាយពី Man City វិញដូចតែខ្ញុំថាអញ្ចឹងកុំថា Arsenal វិញបើតែប៉ះជាមួយនឹង West Ham ប៉ះជាមួយនឹង Burnley ចុះបើឧទាហរណ៍ថាផ្លាត់ចាញ់ Crystal ទៅបាទហ្នឹងមិនរឿងធ្ងន់ទៅនិយាយទៀតហើយចុះបើសិនតែ Man City ខំប្រឹងលេងឲ្យការប្រកួតនៅសេសសល់ហ្នឹងឈ្នះឲ្យអស់ទៅបាទអញ្ចឹងមានន័យថាចាំទៅអ៊ុតមើល Arsenal ដូចតែគ្នាដែរហ្នឹងបាទអញ្ចឹងយ៉ាងណាត្រឡប់មកវិញបងប្អូនការប្រកួតនៅវេលាម៉ោង 11:30 នាទីបាទ Man City នឹងត្រូវបាទទទួលស្វាគមន៍បាទ Brentford នៅក្នុងកីឡដ្ឋានបាទ Etihad Stadium របស់ខ្លួនដែលការប្រកួតនេះគឺជាការប្រកួតដ៏សំខាន់បាទសម្រាប់លោក Pep Guardiola ពីព្រោះបើសិនជាក្នុងករណីផ្លាត់ស្មើឬក៏ផ្លាត់ចាញ់ Brentford ទៅគឺជារឿងមួយដែលធ្ងន់ដែរសម្រាប់លោក Pep អាចនឹងបាត់បង់បាទការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Premier League រដូវកាលនេះហើយប៉ុន្តែយ៉ាងណាឥឡូវបើយើងមើលទៅលើស្ថិតិនៃការប្រកួតបាទរបស់ក្រុមទាំងពីរវិញបងប្អូន
bà vậy bị cầm đằng pi không cho nó bọc rồi cô trong cõi nữa Man City thọ ban vô chừng từ lơ Brentford nó bọc pol lơ cái nó bài Brentford thọ ban vô chừng từ lơ Man City tại pi lơ cột bài club đằng pi phía rồi trong ca smart miên tay mùi lược tê không trong nóng bọc rồi cô trong cõi để cho nên bóng ôn nè com cho nó bọc Manchester City cùng toàn áp phẩy bài bị Bruno tệ tệ đôi bóng được viết lược lại chứ mình vậy pi probability rồi có probability nó cứ tha chất sập rồiจะหายในขนมกาชนิดนะบ่าวไปวัวบ่าวผมพูดจังกร้อยแมนซิตี้ชนิดผมปอลเลิกแบรนด์ฟอร์ดบัดชนิดแต่ปีเลิกให้สมาร์มันเลิกนั่งจังอันนี้บ่าchấtสปามเบียร์รอยเนาะบ่าchấtสปามเบียร์รอยเนาะจังสมัยแมนซิตี้มันจีบารอมไม่บ่ามันจีบารอมไม่ป่าจมูกดังแบรนด์ฟอร์ดเนาะไอ้ใบยังเมื่อแต่เลิกการประกวดระบบกรมดังปีการประกวดจังกร้อยบังอ๋อใบยังใหญ่ปีพรีเมียร์ลีกแมนซิตี้ก็บ้านโฮแบรนด์ฟอร์ดด้วยท้ายการไปยังตีมวยอ่ะแต่พอนั่นคือมวยถึงโซนหายก็ทรอบบ้านโยชนะถึงเลือกแบรนด์ฟอร์ดน้องเป็นวัน EFL Cup ได้คือแต่พอนั่นคือแมนซิตี้โยชนะถึงเลือกแบรนด์ฟอร์ดปีจนถึงโซนตีจะไม่ได้การประกวดจองกรอยบ่าการประกวดจองกรอยคือแมนซิตี้บ้านโยชนะถึงเลือกแบรนด์ฟอร์ดแต่พอปีตัวถึงโซนหายการประกวดในขนมเตรนี้ในขนมกะลาทานบาร์บอมแมนซิตี้บ่าอิตาฮันสเตเดียมเดียดจังจุ่มกระทาทำหมกปูดอยซานเนี่ยคอมโตรบ่มาดอเกล้าทำตัวจังโดยที่มันปะบะเปเตบ่าดังขนมกาทีมที่เจจุ่มเนี่ยองปีแบรนด์ฟอร์ดจังอาการประกวดบ่าในปีวันอังกฤษเป็นมีกระบอกจักรพงศ์อังกฤษวิกันแต่จุจิตวิกันแต่รอนเทิร์นเอาทัวร์เอาจ้องไปจบในระดับก้าวคือกันแต่แกระอารมณ์มวยคือบกบัวนะอารมณ์มวยพยอแต่ยังแมนซิตี้แต่ยังอาร์เซนอลรู้จังท่าระดับการนี้คือแบบม้าใจเอาอาร์เซนอลtớiบัวแมนซิตี้เราว่าเชียร์เบย์บอลพรีเมียร์ลีกนี่จ้านะยังมีบัวอาร์เซนอลบ่าเบย์ยี่ปีจังยูฟ่าแชมเปี้ยนส์ลีกแต่ยังพรีเมียร์ลีกเชียงปีตูสวอตบางคนนะบ่าปีตูสวอตนะบ่าจังไม่น่าโจมมาเพย์ชนะมั้งบ่าข้อข้างในขนมการเชียร์เบย์บอลพรีเมียร์ลีกบ่าโจมมาเพย์ชนะยูฟ่าแชมเปี้ยนส์ลีกคือบ่าโจมมาเพย์ชนะโดยคนเดียว18ឆ្នាំบ่าโจมมาเพย์ชนะโดยคนเดียวบ่าจังคือยูมันเต้นมั้ยให้บ่ซันเชียโลกเนี่ยเมเกลาเตตาเนี่ยอาจដឹกนอมอาร์เซนอลเนี่ยเปลี่ยนมวยក្នុងចំណោម2នៅក្នុងដៃនេះណាបាទក៏មានន័យខ្លាំងបំផុតបាទសម្រាប់ផ្លឹបកំភ្លើងធំអាร์เซนอลបាទក៏ដូចជា fan ដែរពីព្រោះឱកាសនៅក្នុងការខ្លាយជាម្ចាស់ជើងឯកបាទពីរង្វាន់ណាមួយគឺបើនិយាយពី Premier League ឬជា UCL នេះគឺបាទកម្របាទគឺខកខានយូរមែនតើដូច្នេះខ្ញុំគិតថាសម្រាប់ត្រឡប់មកវិញបងប្អូនការប្រកួតនៅ English Premier League របស់ចក្រភពអង់គ្លេសគឺកាន់តែជក់ចិត្តដល់អារម្មណ៍ហើយពីព្រោះក្រុមពីរកំពុងតែប្រជែងគ្នាគឺ Man City ជាមួយនឹង Arsenal យ៉ាងណាការប្រកួតនៅក្នុងរាត្រីនេះបាទបងប្អូនអ្នកគាំទ្ររបស់ Man City ប្រកាសជាចង់ឲ្យបាទ Man City នឹងឈ្នះទៅលើ Brentford ហើយឈ្នះឲ្យបានច្រើនគ្រាប់ទៀតបាទនេះគឺជាអ្វីដែលជាបំណងរបស់អ្នកគាំទ្ររបស់ Man City នៅជុំវិញពិភពលោកតែម្ដងហើយបាទយកបាន3ពិន្ទុឬមិនបានអានឹងអាស្រ័យលើ90នាទីបាទចាក់ស្ដែងបងប្អូនយើងមិនអាចជាកដឹងអំពីអនាគតកាលទេមិនតែខ្ញុំគិតថាមានតែបងប្អូនទាំងអស់គ្នារងចាំទស្សនាទាំងអស់គ្នាទៅដើម្បីដឹងលទ្ធផលទៅបាទអាចថាអូឥឡូវអ្នកគ្រប់គ្រង Man City ស្ងប់ចិត្តហើយបាទយកឈ្នះទៅលើ Brentford ប្រកួតហ្នឹងបាទហើយចាំមើលអ៊ុតប្រកួតក្រោយទៀតចុងអូយបាទកាន់តែជួយចិត្តដល់អារម្មណ៍